ជំរាបសួរលោកយាយលោកតាអំប៊ូមីងថ្ងៃនេះខ្ញុំបានស្លម្ជូរតែខ្ញុំចូលចិត្តតែម្ជូរលើកនេះគឺម្ជូរដើមចេកឲ្យតែសម្លខ្ញុំចូលចិត្តទាំងអស់សម្លម្ជូររបស់ខ្ញុំឆ្ងាញ់ណាស់បងប្អូនមកជូរអីក៏ឆ្ងាញ់ដែរម្ជូរត្រកួនម្ជូរប្រឡិតឬម្ជូរត្រឡាចទេតែថ្ងៃនេះទៅម្ជូរដើមចេកម្ហូបនេះខ្ញុំបានឃើញលើកទី1ទេជាដំបូងគឺមកខ្ញុំបានដាំចេកគេកងហើយក៏ជាចំណិតដាក់ត្រាំត្រង់ទឹកដើម្បីឲ្យកាត់ជ័រចិត្តដាំចេករួចហើយមកខ្ញុំបានយកដាំចេកនោះទៅលាងសម្អាតលាងស្អាតមកខ្ញុំបេះស្រោសាយចេញបងប្អូនដើមចេកសល្អណាស់គ្រឿងផ្សំសម្លជូរដើមចេកមានដូចជាម្ទេសដើមចេកបាត្រីកំពឹសរះប្រៅបើទុំនិងកូនត្រីកន្ត្រប់ហើយនិងប្រហុកតើតើមើលមកខ្ញុំស្រទាំងអស់ជាដំបងជ្រុំប្រហុករួចហើយឬក៏បងបាត្រីរួចហើយដាក់រំដេងនិងម្ទេសដើម្បីកាត់ឆ្អាបខ្ញុំបងមកជូរអំប៉ាល់ទុំពេលមានពពុះមកខ្ញុំឌូចាញ់ហើយចាប់ដើមបងអំបិលស្ករប៊ីចេយើងត្រូវទុកឲ្យបាត្រីឆ្អិនហើយយកបាត្រីឆ្អិនហើយម៉ាក់ខ្ញុំបានដាក់កូនត្រីកន្ត្រប់ដាក់កូនត្រីដើមមួយរំពុះក៏ចាប់ដើមបងដើមចេកដែលតែតួអង្គសង្ខាន់ឲ្យក៏គ្រូបទុកឲ្យវាពុះឆ្អិនដើមចេកឆ្អិនហើយម៉ាក់បានភ្លក់ហើយដាក់កំពឹសកូរវាឲ្យឆ្អិនបានចាប់ដើមនឹងដែរឬអត់ចុងក្រោយម៉ាក់បងម្រះប្រៅឥឡូវនេះយ៉ាឡាយូដើមចេកបានឆ្អិនរហើយបងប្អូនតែសម្លម្ជូរដើមចេករតែខ្ញុំតំណងឬទេបងប្អូនសូមជួយសក្រាបបងប្អូនជួបគ្នាវីដេអូក្រោយជាមួយសំឡេងដែលខ្ញុំបញ្ចូលជាមួយសំឡេងដែលខ្ញុំបញ្ចូល